បន្លែធម្មជាតិជាជម្រើសនិងជាគ្រឿងផ្សំល្អបំផុតសម្រាប់ធ្វើបបរខាប់ឲ្យកូនសម្រាប់គ្រឿងផ្សំយើងគួរជ្រើសរើសយ៉ាងហោចណាស់5មុខផ្សំចេញពីអាហារទាំង3ក្រុមមានត្រីសាច់សុទ្ធបន្លែពណ៌លឿងទុំនិងបន្លែបៃតងជាដើមសម្រាប់គ្រឿងផ្សំថ្ងៃនេះខ្ញុំមានដូចជាស្លឹកបាសអង្ករសាច់មាន់ដំឡូងការ៉ុតនិងពងមាន់ចំពោះគ្រឿងផ្សំទាំងអស់បើមិនប្រកាសថាជាបន្លែសុវត្ថិភាពបន្លែធម្មជាតិទេគឺខ្ញុំអត់ដាក់ទេដូចជាការ៉ុតនេះជាដើមជាការ៉ុតធម្មជាតិដូងការីមើលទៅរូបរាងអត់ស្អាតដូចការ៉ុតនាំចូលទេលើកនេះដូរវិធីធ្វើម្ដងបន្ថែមភ្លេងល្ងឆាជាមួយសាច់ឲ្យឈ្ងុយឆាជាមួយសាច់និងបន្លែទាំងអស់ចាក់ចូលឆាឲ្យឈ្ងុយជាមួយនឹងកផងដែរហើយចុងក្រោយទើបដាក់ទឹករម្ងាស់សម្រាប់បន្លែខៀវនិងពងមាន់គឺចាំដាក់តាមក្រោយសម្រាប់បបរខាប់គ្រប់គ្រឿងរបស់កូនយើងអាចបន្ថែមគ្រឿងទេសផ្ទះបាយដូចជាអំបិលស្ករប៊ីចេងម្សៅស៊ុបអីទាំងអស់រសជាតិគឺទុកឲ្យចេញពីបន្លែត្រីសាច់ដែលយើងបានផ្សំគួរផ្លាស់ប្ដូរបន្លែត្រីសាច់ជារឿយៗដើម្បីកុំឲ្យកូនធុញនឹងរសជាតិដដែលៗមួយទៀតដើម្បីឲ្យកូនបានភ្លក្សរសជាតិថ្មីសម្រាប់ម៉ាក់ដែលមានការរវល់ច្រើនអាចធ្វើម្ដងហើយទុកឲ្យត្រជាក់ច្រកក្នុងទូទឹកកកកន្លែងកកទុកបានរយៈពេល1សប្តាហ៍